Ba trong điệp số ngày ní trong hàng bịឧបករណ៍មួយនេះគឺជាឧបករណ៍ម៉ាស៊ីនកោរពុកមាត់បាទឧបករណ៍ម៉ាស៊ីនកោរពុកមាត់នេះវាប្រើប្រាស់ថ្មហើយនេះជាប្រអប់របស់វាគឺវាមានរូបរាងអញ្ចឹងយើងចូលទៅមើលខាងក្នុងប្រអប់ទាំងអស់គ្នាតាមមានអីខ្លះក្នុងប្រអប់របស់វាមានម៉ាស៊ីនកោរពុកមាត់មួយខ្សែសាកហើយនឹងឧបករណ៍សម្រាប់ដូចជាច្រាសអញ្ចឹងសម្រាប់យកកម្ទេចកម្ទីចេញពីម៉ាស៊ីនកោរពុកមាត់ហ្នឹងចំពោះម៉ាស៊ីនកោរពុកមាត់នេះវាប្រើប្រាស់ថ្មអញ្ចឹងនៅពេលដែលយើងសាកថ្មគឺយើងអាចប្រើប្រាស់ប្រហែលជាបាន5ទៅ10ម៉ោងដែរហើយចំពោះខ្សែសាកវិញគឺប្រើប្រាស់ Type C បាទហើយនៅខាងលើហ្នឹងឧបករណ៍នៅខាងលើហ្នឹងគឺយើងអាចដកបានក្បាលវាខាងលើគឺយើងអាចដកបានហើយកន្លែងហ្នឹងកន្លែងភ្លើងរបស់វាបាទនេះកន្លែងក្បាលនៅខាងលើក្បាលមុខកាត់ខាងលើចាក្បាលហ្នឹងយើងអាចដកឬក៏យើងអាចផ្លាស់ប្ដូរដែរបានដែរអញ្ចឹងនៅពេលដែលយើងប្រើប្រាស់វាយូរទៅវាអាចនឹងរិចរិលឬក៏វាអាចនឹងមានច្រេះឬក៏បញ្ហាផ្សេងគឺក្បាលខាងលើហ្នឹងគឺយើងអាចផ្លាស់ប្ដូរឲ្យបានហើយនេះច្រាសហ្នឹងគឺយើងអាចយកមកសម្អាតអញ្ចឹងនៅពេលដែលយើងកោរមានកម្ទេចពុកមាត់ដែលជាប់នៅឧបករណ៍ហ្នឹងគឺយើងអាចសម្អាតដោយប្រើច្រាសរបស់វាដែរអានេះកន្លែងនេះជាកន្លែងចុចបាត់បិទសម្រាប់ប៊ូតុង power ចុចបាត់បិទសម្រាប់យើងប្រើប្រាស់ចឹងនៅពេលដែលយើងចុចទៅគឺវាមានលោតភ្លើងពណ៌ខៀវអញ្ចឹងគឺភ្លើងហ្នឹងក៏វាផ្ដល់សញ្ញាបញ្ជាក់អំពីថ្មនៅសល់ប្រមាណផងដែរហើយនៅពេលដែលយើងប្រើប្រាស់វាលឺសំឡេងរៀងលឺសំឡេងតិចហើយនេះយើងអាចដកបានអញ្ចឹងយើងអាចដកមើលក្នុងបានហើយកន្លែងនេះកន្លែងពេលដែលយើងដកមកកន្លែងនេះគឺកន្លែងគេហៅថា motor កន្លែងបង្វិលអញ្ចឹងនៅពេលដែលយើងដាក់ទៅវាភ្ជាប់ជាមួយនឹងក្បាលកាត់នៅខាងលើជារបៀបជាក្បាលកាត់បាទអរគុណច្រើន